Welcome back សួស្តីអ្នកទាំងអស់គ្នាយើងវិលត្រឡប់ជួបគ្នាម្ដងទៀតបងប្អូនថ្ងៃនេះបាទអារម្មណ៍អ្នកទាំងអស់គ្នាមកមើលពីសកម្មភាពប្រមូលផលថាតើយើងប្រមូលផលបែបណានៅក្នុងកសិដ្ឋានរបស់យើងទស្សនវិជ្ជាពេលព្រឹកស្រស់បំប្រងបន្លែខៀវសង្ងាត់បន្ទាប់ពីយើងធ្វើការប្រមូលផលក៏ដូចជាកាត់បន្លែដាក់បការួចយើងចាប់ផ្ដើមច្រកបន្លែចូលថង់បងប្អូនហើយមូលហេតុដែលយើងធ្វើការដាក់បន្លែនៅបកាសិនមិនយើងធ្វើការច្រកបន្លែវេចខ្ចប់បន្លែដោយសារអីនៅពេលដែលយើងវេចខ្ចប់បន្លែនៅក្នុងរោងទី1ក្តៅធ្វើឲ្យបន្លែយើងសពូនទី2ធ្វើឲ្យបន្លែនឹងប្រឡាក់ដីបងប្អូនដល់ពេលយើងកាត់ហើយដាក់លើរងធ្វើឲ្យវាប្រឡាក់ដីហើយនេះគឺជាខណៈប៉ោងដើមស្រស់ល្អខ្លាំងមែនតើតើពុកម៉ែបងប្អូនទាំងអស់គ្នាធ្លាប់ភ្លក់ខណៈប៉ោងនេះអត់បងប្អូនហើយចង់ដឹងថាខណៈប៉ោងហ្នឹងធ្វើម្ហូបអីឆ្ងាញ់បងប្អូនអាចខមមិននៅខាងក្រោមបានបន្ទាប់ពីយើងធ្វើការវេចខ្ចប់រួចគឺយើងចាប់ផ្ដើមដឹកទៅកាន់ទីផ្សារបងប្អូនហើយវីដេអូរបស់យើងមានតែប៉ុណ្្នឹងហើយអរគុណជម្រាបលាបាយបាយ